នៅក្នុងវីដេអូនេះខ្ញុំនឹងនាំបងប្អូនឲ្យទៅស្គាល់ផ្សារទំនើប Aeon Maxwell នៅឯប្រទេសជប៉ុននៅនីស៊ីកូហើយចង់ដឹងថាផ្សារទំនើប Aeon នៅនីស៊ីកូប្រទេសជប៉ុនហ្នឹងខុសពីផ្សារទំនើប Aeon នៅរបស់ខ្មែរយើងរបៀបម៉េចបងប្អូនកុំភ្លេចទស្សនាវីដេអូមួយនេះណាអ្វីសំខាន់គឺដូចបងប្អូនឃើញអូនីជាមួយនឹងក្តាមយក្សក្តាមឡាស្កាយហ្នឹងគឺគេដាក់លក់នៅក្នុងផ្សារបងប្អូនទិញមកអ្វីដែលសំខាន់ផ្លូវធ្វើដំណើរពីកន្លែងពួកខ្ញុំជិះទៅហ្នឹងគឺអត់ធន់គឺពោពេញទៅដោយ snow ធ្លាក់ប្រត់ហើយទេសភាពគឺស្អាតមែនតើបងប្អូនឃើញអញ្ចឹងណាហើយភាគច្រើនអ្នកដែលគេទៅតំបន់នីស៊ីកូហ្នឹងគឺគេទៅលេងស្គីហើយបន្ទាប់ពីលេងស្គីហើយគឺគេដើរផ្សារទិញម្ហូបយកមកធ្វើញ៉ាំនៅកន្លែងគេងនៅតែអីចឹងហើយពួកខ្ញុំក៏បានធ្វើដូចគេទៅដែរអញ្ចឹងបងប្អូននិយាយទៅដូចបងប្អូនដឹងហើយរាល់ពេលដែលយើងធ្វើដំណើរគឺយើងអាចតម្ហូបអាហារបានទេជាពិសេសគឺយើងទៅតំបន់ដែលហូបអាហារសិតតែតំណងអញ្ចឹងចឹងឯនេះក៏ខ្ញុំមកញ៉ាំជាមួយនឹង Sis Cafe ពីខាង Dr. Thera បងប្អូននិយាយទៅSis Cafe នេះគឺយើងអាចញ៉ាំបានទាំងផុសទាំងស្អីហើយមួយថ្ងៃគឺយើងអាចញ៉ាំបានដល់ទៅ4កញ្ចប់អត់មានជាតិកាហ្វេអ៊ីនហើយអ្នកដែលអត់ចេះញ៉ាំកាហ្វេក៏អាចញ៉ាំបានដែរហើយខ្ញុំនិយាយទៅដាក់2កញ្ចប់រាល់ថ្ងៃហ្មងព្រោះដោយសារតែអីដោយសារតែញ៉ាំច្រើនដោយសារតែ Sis Cafe ហ្នឹងជួយទៅដុតជាតិខ្លាញ់ក្បាលពោះរបស់យើងហើយជួយខ្ញុំមានកម្លាំងមានអីអញ្ចឹងណាហើយយើងឆុងគឺយើងប្រើជាមួយនឹងទឹក70មីលីលីត្រទៅសម្រាប់មួយកញ្ចប់អញ្ចឹង2កញ្ចប់យើងថែមតិចតួចមកល្មមមើលអញ្ចឹងណាបងប្អូនហើយសំខាន់រសជាតិគឺឈ្ងុយហើយឆ្ងាញ់ទៀតជាផលិតផលដែលនាំចូលមកពីប្រទេសកូរ៉េប៉ិតៗហើយម្ចាស់របស់គាត់ក៏ជាជនជាតិកូរ៉េហើយគាត់ក៏មាន clinic នៅប្រទេសខ្មែររបស់យើងដែរអញ្ចឹងតោះយើងទៅផ្សារទំនើប Aeon Maxwell នៅឯនីស៊ីកូប្រទេសជប៉ុនជាមួយខ្ញុំទាំងអស់គ្នានេះគឺជាទស្សនវិជ្ជានៅខាងក្រៅផ្សារបងប្អូននិយាយទៅមាន snow ព្រិលធ្លាក់បន្តិចហើយអាកាសធាតុពេលដែលខ្ញុំទៅហ្នឹងដូចជាខ្ទង់ដក5ទៅដក8អីបងប្អូនហើយនេះគឺយើងដើរចូលមកយើងដើរចូលពីផ្នែកខាងបន្លែសាច់ទៅមុនណានិយាយទៅបើមើលពីក្រៅមកគឺធំបងប្អូននិយាយទៅធំចង់ប៉ុនសាយអនរបស់យើងគ្រាន់តែថាគេអត់មានច្រើនជាន់គេមានតែមួយជាន់របៀបលក់តាគ្រឿងម្ហូបបន្លែសាច់អីអញ្ចឹងហើយបងប្អូនគឺអវ៉ាន់ឆនមែនតើហើយដូចឃើញបន្លែប្លែកដែលពួកខ្ញុំមិនដែលស្គាល់ហើយក៏ខ្ញុំមិនដឹងថាគេហៅដែរព្រោះពេលច្រើននោះសិតតែជាអក្សរជប៉ុនអញ្ចឹងបងប្អូនហើយដោយបងប្អូនឃើញជើងក្តាមអាឡាស្កាជាមួយនឹងនេះដូចពគានេះខ្ញុំសុំហៅពគាផ្អែមបងព្រោះដោយសារតែខ្ញុំអត់ស្គាល់ឈ្មោះដែរហើយអូយបងប្អូនអានេះអូនីនេះគឺបងប្អូនដឹងហើយថានៅខ្មែរនៅរបស់យើងគឺមានតែតាមហាងតាមពេកតាមអីប៉ុន្តែនៅនេះគឺគេលក់នៅក្នុងផ្សារទំនើបតម្រៀបជាជួរនៅក្នុងនិយាយទៅឲ្យយើងហើហ្មងបងប្អូនគ្រាន់តែថាវាមានតាមប្រភេទតាមម៉ាក់តាមអីតាមក្រុមហ៊ុនគេផ្សេងទៀតដែរអញ្ចឹងណាបងប្អូនហើយប្រភេទដូចសាស៊ីមីនេះគឺគេមានអារៀបហើយស្រាប់មានចានតូចចានធំដូចនៅយើងក៏មានដែរអញ្ចឹងណាបងប្អូននិយាយទៅបងប្អូនដឹងតែសួរពីតម្លៃរបស់ខ្ញុំហើយថាតម្លៃមិនបើសម្រាប់ខ្ញុំណាតម្លៃដូចបងប្អូនឃើញសាស៊ីមីជាចានជាអីមិញហ្នឹងមានអា10រៀលជាងមាន7 8រៀលក៏មានដែរតែអ្វីសំខាន់គឺ fresh ហើយវាគឺនៅតំបន់យើងមកដល់តំបន់គេផ្ទាល់ហ្មងអញ្ចឹងណាបងប្អូនដូចអូនីដូចអីអញ្ចឹងណាសម្បីតែអូនីក៏មានថ្លៃខុសគ្នាដែរដូចក្រុមហ៊ុនខ្លះពី50ក្រាមមានថ្លៃចាប់ពី12000ទៅ13000ជប៉ុនហ្នឹងគឺវាផែ80ទៅ90រៀលក្រុមហ៊ុនខ្លះទៀតមាន18000ដល់20000ណាបងប្អូន100ជាងដែរអញ្ចឹងណាចូលមកដល់ផ្នែកសាច់គោបងប្អូនអើយក៏គេរៀបសេតឲ្យយើងស្រាប់អានេះមានរបៀបដូចសាច់គោដុំសាច់គោរបៀបដូចសាប៊ូសាច់គោវ៉ាគីយូដែលគេរៀបស្រាប់បើសម្រាប់តម្លៃដូចខ្ញុំកាន់នេះប្រហែលជាខ្ទង់6000ជប៉ុនវាស្មើចង់30រៀលជាង40រៀលទូច20 30រៀលទៅតាមនឹងអញ្ចឹងណាបងប្អូនតាមប្រភេទសាច់ប្រភេទបរិមាណដែលគេដាក់ហើយនេះគឺជាទស្សនវិជ្ជានៅក្នុងហាងរបស់គេយទៅអូយខ្ញុំរៀបប្រវត្តិអស់ហើយបងប្អូនយទៅអវ៉ាន់ច្រើនពេកសម្បូរបែបពេកមានតាំងពីម្ហូបស្រាប់មានពីស៊ូស៊ីយទៅអូយយទៅបងប្អូនអើយនេះស្តៀងនៅយើងដែរអញ្ចឹងណាបងប្អូនហើយបើសិនជានិយាយពីគ្រឿងធ្វើទឹកសោះទឹកស៊ុបទឹកអីក៏មានច្រើនសម្បូរបែបដែរបងប្អូនចូលចិត្តមួយណាឃើញមួយណាតំណងអីអាចសាកល្បងយកមួយនឹងទៅដើម្បីធ្វើម្ហូបធ្វើអីអញ្ចឹងណាឥឡូវពួកខ្ញុំទិញអីហើយក៏ពួកខ្ញុំចាប់ផ្ដើមមកគិតលុយនៅនេះពីច្រើនគឺគេប្រើម៉ាស៊ីនគឺយើងត្រូវគិតខ្លួនឯងទាំងអស់បងប្អូនពីច្រើនគឺម៉ាស៊ីនហ្មងហើយបងប្អូនទាយមើលថាពួកខ្ញុំថ្ងៃនេះទិញម្ហូបអស់ប៉ុន្មាននេះអ្វីដែលសំខាន់នេះបងប្អូនយើងមកដល់កន្លែងគេងហើយយើងទៅផ្លូវឆ្ងាយអញ្ចឹងមានតែជួយគ្នាម្នាក់ម្ដាយមួយជើងឆាប់បានហូបអញ្ចឹងណាអ្នកខ្លះធ្វើបន្លែអ្នកខ្លះធ្វើសាច់អ្នកខ្លះធ្វើស៊ុបធ្វើទឹកគីឡូយើងចែកគ្នាធ្វើទៅបងប្អូនហើយពួកខ្ញុំនិយាយពីថាចូលចិត្តនិយាយទៅដូចគ្នាហ្មងចូលចិត្តសាក់អីដែលថ្មីប្លែកបន្លែថ្មីប្លែកអត់ដឹងថាគេហៅអីបងប្អូនចេះទិញយកមកសាក់ហើយតោះមកយើងចាប់ផ្ដើមរៀបចំដាក់ហូបដល់គ្នាអ្វីដែលសំខាន់រៀបដណ្ដងបងប្អូនប៉ុន្តែអត់មានឆ្កានហ្គាឆ្កានគីសនីឲ្យដាក់ហូបនៅលើតុឯងអញ្ចឹងមានតែយកឆ្នាំងស៊ុបហ្នឹងទៅដាក់ទៅលើឆ្កានដែលនៅកន្លែងគេងហ្នឹងហើយយើងបង់សាច់បង់អីចូលឆ្អិនហើយមិនយើងយកមកដាក់ហូបជុំគ្នាវិញអញ្ចឹងណាបងប្អូន អ
តោះបងប្អូនមកហូបជាមួយខ្ញុំទាំងអស់គ្នាទៅគេអត់ឲ្យចំណែនគ្នាបងប្អូនគេចែកអូននេះគ្នាម្នាក់មកប្រអប់ហ្មងណាវាសំខាន់អូននេះដូច oyster អញ្ចឹងញ៉ាំអស់មកប្រអប់ហើយចង់ងេមងាមមកទៀតបងប្អូនសំខាន់ទៅដល់សុកកន្លែងដែលគេល្បីនិយាយទៅថ្មីសោះមកហើយអូយខ្ញុំបបដៅគឺខ្ញុំឃ្លានទៀតហ្មងហើយបាយមានពងត្រីមានបកាមានអីនិយាយទៅមកប្រអប់នេះដល់ព្រាបងប្អូនហើយយើងមកដាក់ញ៉ាំជាមួយនឹងអូននេះមួយទៀតអូយកប់សេរីខ្លាំងណាស់ហើយបើសិនជាបងប្អូនបានទៅខ្ញុំសូមណែនាំហ្មងកន្លែងខ្ញុំគេនេះគឺតម្លៃគឺសមរម្យតែប៉ុន្តែយើងត្រូវ booking ទុកមុនណាបើសិនជាបងប្អូនចង់បានចាំ comment មកចាំខ្ញុំប្រាប់ហើយអ្វីដែលសំខាន់គឺនិយាយទៅកន្លែងគេស្អាតស័ក្តិសមមួយតម្លៃហើយសេវាកម្ម clean ហើយសំខាន់មានចក្រានបាយមានអីឲ្យយើងធ្វើម្ហូបធ្វើអីសំខាន់ view សំខាន់នៅតំបន់ដែលគេល្បីទៅតំបន់ទីប្រជុំជននៅនីសិកុហ្នឹងហ្មងបងប្អូនតំបន់ប្រជុំទៅដោយហាងម្ហូបអាហារនិយាយទៅកន្លែងកំសាន្តកន្លែងលេងកន្លែងអីគឺនៅផ្ដុំគ្នានៅតំបន់កន្លែងខ្ញុំគេហ្នឹងហ្មងចឹង blog ដាផ្សាយ on Macwell ថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនបើសិនជាបងប្អូនឃើញតំណងឆ្ងល់អីអាចបងប្អូនអាច comment សួរបានបើសិនខ្ញុំមានពេលខ្ញុំនឹងឆ្លើយតបបងប្អូនតាមរយៈ video story បងប្អូនកុំភ្លេចតាមដាន page របស់ខ្ញុំបើសិនជាបងប្អូនញ៉ាំច្រើនដូចខ្ញុំដើរលេងដល់អីចឹងដូចខ្ញុំវិចខ្ចប់ជាមួយនឹងSis Cafe ពីខាង Dr. Thera គឺខ្ញុំញ៉ាំថ្ងៃគឺខ្ញុំដាក់ពីកញ្ចប់ហ្មងបងប្អូនដើម្បីឲ្យជំនួយកម្លាំងហើយណាមួយវាជួយទៅដល់ជាតិខ្លាញ់នៅពេលដែលខ្ញុំញ៉ាំច្រើនញ៉ាំអីចឹងណាអ្វីដែលសំខាន់អត់មានជាតិ caffeine ទេបងប្អូនហើយមួយថ្ងៃយើងអាចញ៉ាំបាន14កញ្ចប់ញ៉ាំបានទាំងផុសទាំងស្អីកុំឃើញថា Sis Cafe ចឹងញ៉ាំបានតែស្អីសូម្បីតែម្លឹកអស់ក៏ញ៉ាំបានដែរចឹងណាបងប្អូនចឹងបើសិនជាបងប្អូនចង់បានអាចឆាតទៅ page Dr. Thera បានណា